សួស្តីបងប្អូនដែលចូលចិត្តលេងបាក់សីកីឡាទាំងអស់គ្នាបាទក្នុងវីដេអូនេះគឺខ្ញុំចេញពីធ្វើការគឺអត់មានធ្វើអីទេបងប្អូនគឺទាញមាន់យកមកជូតឲ្យស្អាតដើម្បីដាក់អាហារលើព្រឹកឡើងប៉ុន្តែឡើយដល់ព្រឹកគ្មានថ្ងៃត្រូវអាហារវិញទេជាងយើងគ្រាន់តែជូតវាសាមតិចដើម្បីឲ្យវាភ្លឺរោមចង់បងប្អូនអ្នកខ្លះដូចខ្ញុំពេលតនេចូលចិត្តលេងមាន់អញ្ចឹងចេញធ្វើការមិនតន់គឺមកអត់មាន់សិនណាចឹងបងប្អូនអាសមនេះគឺគីឡូវាទុំតែ25ទេបងខ្ចីទេតូនដាក់ចិត្តទៀតមែនតើសម្រាប់អាហមនេះគឺខ្ញុំយកចូលនៅថ្ងៃទី31ហ្នឹងហើយគីឡូ30ឥឡូវនេះខ្ញុំកំពុងតែច្រកថ្នាំវាថ្ងៃបន្តិចខ្ញុំនឹងដាក់ចំណីបើបន្ថែមបន្តិចដើម្បីត្រៀមជល់ចឹងបងប្អូនឃើញអាក្រោយនៅក្នុងទ្រុងសីហ្នឹងហើយគឺខ្ញុំដាក់សីវាជាមួយអាហមណាតែឥឡូវនេះខ្ញុំចាប់វាចេញហើយយើងសីវាបាន20នាទីហើយយើងសើមានពេលបងប្អូនហ្នឹងក៏មិនដេកពូនផងឥឡូវថែវាសិនកាលពីសមហ្នឹងយើងបានដាក់សាច់គោដាក់អីឲ្យវាហើយថ្ងៃនេះយើងចូលពីថ្ងនឹងដាក់ថ្នាំថែមទៀតដើម្បីត្រៀមលេងហ្នឹងចំណែកជុំផននេះគឺខ្ញុំត្រូវគីឡូទេបងប្អូនចំទុកកាត់ពូជហើយទុកធ្វើបើសាក់ដើម្បីសៃព្រោះអីវាជំរុះរោមទៀតអស់ហើយមួយដល់ខ្ទុយដល់សល់ប្រហែលសៃទៀតអស់ហើយខ្ញុំជឿដកវាទុកតាមដំណើរតាមធម្មជាតិរបស់វាព្រោះយើងគ្មានកម្រងការថាយកវាទៅចូលឬក៏យកតាណាទេគឺកម្រងការតែមួយគឺយើងទុកវាជន់វាសិនហើយទុកវាជន់វាបងប្អូនមិនមែនវាល្អមិនអីទេគ្រាន់តែវាឈ្នះ4ដងហ្នឹងប៉ុន្តែខ្ញុំឃើញឆ្អឹងឆ្អែងវាធំទៅខ្ញុំក៏ទុកវាធ្វើបាមួយរយៈពេលសិនចាំយើងរងវាពូជបានចាំដាក់កាត់ជាមួយវាឥឡូវនេះខ្ញុំដាក់វាចូលទ្រុងសីដើម្បីខ្ញុំសីវាជាមួយអាដាងដែលខ្ញុំកាន់មកណាអញ្ចឹងអាដាងក៏ខ្ញុំចូលថ្ងៃ31ដល់បងប្អូនអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែចាប់ហាមមកវាច្រកថ្នាំអញ្ចឹងខ្ញុំសូវបង្ហាញឲ្យឃើញច្បាស់ទេខ្លាច YouTube វាចាប់ថាយើងនឹងធ្វើបាបសត្វអីអញ្ចឹងខ្ញុំគ្រាន់តែចាប់វាច្រកបាំងកុំឲ្យវាឃើញច្បាស់ពេកអាដាងនេះគីឡូ22បងប្អូនគីឡូពេញមកវាគឺ22ហ្នឹងហើយយើងថែវាឡើងលេងរួចហើយសត្វវាឡើងណែនដូចបាល់ហើយអញ្ចឹងលទ្ធភាពថែឡើងបានត្រឹម22ហ្នឹងទេបងប្អូនមានយុទ្ធសាស្ត្រអីថែមួនឡើងគីឡូជាងហ្នឹងសូមបងប្អូនជួយប្រាប់ផងព្រោះអីខ្ញុំទើបតែចាប់ផ្ដើមចំមួនថ្មីដែរទេអញ្ចឹងបងប្អូនមើលផែនមើលរឿងទៅបន្ទាប់ពីយើងមកចូលនៅវាថ្មរួចហើយតើវាប្លែកប៉ុណ្ណាស្អាតប៉ុណ្ណាហើយវីដេអូនេះគឺខ្ញុំថតបានប៉ុណ្ណឹងបងប្អូនអញ្ចឹងបងប្អូនមើលវីដេអូនេះហើយបើមានការខុសឆ្គងកន្លែងណាសូមមេត្តាអធិស្ឋានផងហើយកុំភ្លេចចុចពាក្យជឿនិង Subscribe អ្នកមួយផងអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់ពីថ្ងៃឡើងដងស្រួល